សេះពីលិហៈនៅប្រាសាទនិពន្ធព្រះលោកេស្វរៈគឺជាព្រះពោធិសត្វនៅក្នុងព្រះពុទ្ធសាសនាមហាយានព្រះអង្គមិនព្រមត្រាស់ដឹងជាព្រះពុទ្ធទេតែនៅចាំជួយមនុស្សសត្វឲ្យរួចផុតពីសេចក្តីទុក្ខភ័យក្នុងស្ថានមនុស្សនិងស្ថាននរកយើងអាចឃើញភស្តុតាងដំបូងនៃការគោរពព្រះអង្គចាប់ពីសតវត្សទី7នៅសតវត្សទី10ពុទ្ធសាសនាមហាយានចាប់ផ្ដើមរីកឡើងគួរឲ្យកត់សម្គាល់ជាពិសេសនៅចុងសតវត្សទី12នៅពេលដែលព្រះបាទជ័យវរ្ម័នទី7រាប់រកព្រះពុទ្ធសាសនាមហាយានកាន់តែខ្លាំងក្លាជាពិសេសគឺព្រះពុទ្ធលោកេស្វរៈនិងប្រាជ្ញាបារមីតាសេះពីលិហៈធ្លាប់មានការសិក្សាល្អិតល្អន់ដោយលោក Victor Gullibo ចុះផ្សាយនៅក្នុងព្រឹត្តិបတ်សាលាបារាំងចុងបូព៌ាឆ្នាំ1927ដែលលោកប្រៀបធៀបនឹងចម្លាក់បណ្ដាប្រទេសដែលទទួលវប្បធម៌ពីឥណ្ឌាទៀតផងគម្ពីរករណ្ដវិយុហសូត្រពាក់ព័ន្ធជាពិសេសនឹងព្រះលោកេស្វរៈត្បិតគម្ពីរនេះនិយាយអំពីភាពជាកំពូលនៃព្រះលោកេស្វរៈលើសទេពដទៃសូម្បីទេពធំនៃព្រហ្មញ្ញសាសនាក៏ក្នុងគម្ពីរនោះនិយាយថាកើតចេញពីរាងកាយរបស់ព្រះលោកេស្វរៈដែរលើពីនោះគម្ពីរក៏មាននិយាយអំពីការជួយសង្គ្រោះយក្សមនុស្សនិងប្រេតពីនរកអវជ័យទៅកើតថ្មីជាព្រះពោធិសត្វនៅឯស្ថានសួគ៌ឈ្មោះសុខាវតីគម្ពីរនេះទំនងជាតាក់តែងឡើងនៅមុនសតវត្សទី7នៃគ្រិស្តសករាជភស្តុតាងមួយចំនួនបង្ហាញថាខ្មែរសម័យបុរាណក៏ស្គាល់គម្ពីរនេះដែរគឺសិលាចារឹកដែលគេមិនស្គាល់ប្រភពតែគេដឹងថានៅសតវត្សទី10លេខរៀង K.1154 ចារលើសន្លឹកម្ខាងទៀតនៃរូបចម្លាក់ព្រះលោកេស្វរៈដែលពាក្យចារនេះគឺជាពាក្យសូត្រសម្រាប់រំលឹកដល់ព្រះលោកេស្វរៈដែលមាននិយាយក្នុងគម្ពីរនោះក្រៅពីនេះសិលាចារឹកជីក្រែងមានចុះការបរិច្ឆេទ970នៃគ្រិស្តសករាជក៏មានរៀបរាប់ដែរថាព្រះលោកេស្វរៈយាងចុះទៅសង្គ្រោះសត្វនរកពីទរណកម្មផ្សេងក្នុងនរកអវជ័យព្រះពោធិសត្វព្រះនាមសង្ហាលារាជានិងនាយសំពៅ500នាក់ធ្វើដំណើរទៅកោះសង្ហាលាតែត្រូវខ្យល់ព្យុះវាយទូកបាក់ជាកំណាត់ទៅលើកោះសង្ហាលាដែលមានសត្យខិនីប្រែកាឡាខ្លួនជាស្រីស្អាតនាយសំពៅទាំងនោះកាលបើឃើញស្រីស្អាតរើសជាប្រពន្ធម្នាក់មួយក៏លែងចង់ត្រឡប់ទៅស្រុកវិញលុះដល់ថ្ងៃមួយនាយសំពៅដឹងថាពួកនារីដែលបម្រើខ្លួនទាំងនោះគឺជាយក្ខិនីខ្លែងខ្លួនដើម្បីចាប់ស៊ីនាយសំពៅម្ដងមួយរាល់យប់ក៏នាំគ្នារិះរកវិធីរត់រកប្រាស់អាយុពេលនោះហើយព្រះលោកេស្វរៈប្រែកាឡាជាសត្វសេះមកសង្គ្រោះហោះនាំយកនាយសំពៅទៅជួបជុំគ្រួសារវិញតែផ្ដាំថាមិនត្រូវងាកក្រោយទេបើមិនដូច្នោះទេនឹងធ្លាក់មកដីកើតជាចំណីពួកយក្ខិនីវិញជាពុំខានរឿងនេះខ្មែរបុរាណស្គាល់យ៉ាងប្រកបហើយថែមទាំងចារក្នុងសិលាចារឹកនិងឆ្លាក់ជាចម្លាក់ទៀតផងនៅប្រាសាទនិពន្ធមានចម្លាក់មនុស្សតោងសេះដែលលើកជើងពីរខាងមុខដោយកំពុងប្រុងព្រៀងហោះចេញឆ្ពោះទៅប្រាសាទនិពន្ធចម្លាក់នោះខូចខាតដោយអន្លើតែយើងនៅអាចកត់សម្គាល់រូបមនុស្សទាំងនោះគឺថាខ្លះអោបក៏សេះជាប់ខ្លះតោងខ្លួនសេះជុំវិញរហូតដល់កន្ទុយផងខ្លះទៀតឃើញថារបូតដៃធ្លាក់ចុះមកវិញក៏មានត្បិតនៅមិនអស់អាល័យរូបសម្រស់យក្ខិនីខ្លែងខ្លួននៅលើកោះនៅលើខ្នងសេះក៏មានរូបដែរតែសពថ្ងៃមិនឃើញសល់ទេឃើញតែស្នាមរុន4ជ្រុងនៅចំពីលើខ្នងសេះចំនួនចម្លាក់មនុស្សមិនដល់500នាក់ទេដែលកំពុងតោងសេះកាយវិការប្រុងបោះពួយហោះស្រះទឹកនិពន្ធពេលនេះហាក់ដូចជាមហាសមុទ្រនៃវដ្តសង្សារហើយព្រះលោកេស្វរៈខ្លែងខ្លួនមកជួយរំដោះឲ្យរួចចេញពីវដ្តសង្សារនៃទុក្ខសោកភ័យព្រួយទាំងពួងបានទៅដល់ក្តីសុខក្សែមខ្សាន្តតែក៏ប្រាប់ឲ្យហើយដែរថាអាស្រ័យលើខ្លួនយើងដែរថាចង់បានទុក្ខសោកភ័យព្រួយឬរួចផុតអស់ពីវដ្តសង្សារសិលាចារឹកប្រាសាទភីមានអាកាសចារជាភាសាសំស្ក្រឹតក្នុងសតវត្សទី12រៀបរាប់នៅល្បះទី3ថាព្រះលោកេស្វរៈដែលមើលថែរក្សាភាពត្រឹមត្រូវនៃពិភពលោកយកពិភពលោកដាក់ក្នុងដែលសេះវាលហកៈជះពន្លឺអំណាចចែងចាំងសង្គ្រោះអ្នកដើរសំពៅតាមសមុទ្រឲ្យត្រឡប់មកវិញការវិវត្តពីអក្សរវទៅជាអក្សរពគឺជារឿងធម្មតាដែលគេប្រទះឃើញក្នុងសិលាចារឹកជាច្រើនតាមរយៈសិលាចារឹកនេះហាក់បង្ហាញកាន់តែច្បាស់មួយកម្រិតទៀតថាខ្មែរសម័យនោះស្គាល់គម្ពីរទេវកថាព្រះពោធិសត្វប្រែកាឡាជាសេះហោះទៅជួយសង្គ្រោះមនុស្សដែលកំពុងជួបអាសន្នដោយបាននិយាយពីខាងលើជាពុំខាន
នៅប្រាសាទនាគពន្ធសប្តាហ៍ថ្ងៃមានអ្នកភូមិមកពីភូមិលៀងដៃភូមិភ្លុងភូមិសំរោងជាដើមចំណាំធ្វើបុណ្យសុំទឹកភ្លៀងនៅដើមខែវស្សាជួនគេហៅពិធីសុំទឹកភ្លៀងដូចនេះមែនតែជួនកាលទៀតហៅចត្រពករាហូហៅបែបនេះព្រោះថានៅកិច្ចចុងក្រោយបង្អស់គេហែប្រតិសិន3ជុំជុំវិញស្រះកណ្ដាលហើយចាក់ទឹកចូលរុនតូចៗឲ្យទឹកហូរចូលតាមតូចេញមកក្រៅតាមមាត់ចម្លាក់នៃស្រះទាំង4ដូចក្នុងរូបទី4ក្នុងចំណោមរូបទាំង4រូបខាងកើតជារូបមនុស្សដែលអ្នកស្រុកហៅថារាហូក៏ប៉ុន្តែនៅល្ងាចថ្ងៃទី1នៃពិធីសុំទឹកភ្លៀងនោះមានកិច្ចសំខាន់មួយទៀតពាក់ព័ន្ធនឹងរូបចម្លាក់នេះដែរគឺបញ្ចូលរូបអ្នកតាដែលគេអញ្ជើញគឺមកពីជុំវិញប្រាសាទនាគពន្ធហើយក្នុងនោះក៏មានអ្នកតារាហូនេះដែរត្បិតអ្នកស្រុកត្រូវការប្រស្រ័យតាក់ទងឲ្យជួយកុំឲ្យមានខ្យល់ខ្លាំងគេជឿទៀតថាបើរាហូនោះផ្លុំចេញជាខ្យល់ខ្លាំងពេកអាចបង្កជាព្យុះបោកបក់ភូមិឋានអ្នកស្រុកទៅវិញអ្នកតាមួយទៀតគឺស្ដេចភុជង្គនាគដែលនៅពាន់ជុំវិញជណ្ដើរប្រាសាទនេះផ្ទាល់ឥឡូវសូមយើងត្រឡប់ទៅមើលសេះពាលហៈវិញនៅពេលក្រោយមកខ្មែរហាក់ដូចជាលែងស្គាល់ថាពាលហៈគឺជាសេះវចនានុក្រមសម្ដេចសង្ឃជួនណាតពន្យល់ពាក្យពាលហៈថាមេឃពពកខាប់ភ្លៀងទេវតាអ្នកបណ្ដាលឲ្យកើតភ្លៀងឲ្យកើតខ្យល់វសៈវាលហកៈវលហកៈបណ្ដាលឲ្យធ្លាក់ភ្លៀងវាតវាលហកៈបណ្ដាលឲ្យមានខ្យល់សេះច្រើនហៅថាសេះវាលហកៈតាមពិតសេចក្តីពន្យល់ត្រង់នេះទំនងចេញពីគម្ពីរព្រះពុទ្ធសាសនាណាមួយឧទាហរណ៍គម្ពីរត្រៃភូមិដែលតាក់តែងតាមព្រះរាជបញ្ជារបស់ព្រះបាទអង្គឌួងមាននិយាយយោងលើពាលហៈសូត្រថាពាលហៈជាអ្នកបង្កើតភ្លៀងពពកខ្យល់ក្តៅរងាចំពោះភ្លៀងគឺកើតដោយអំណាចនៃវសៈពាលហកៈទេវតាគឺថាចង់ឲ្យភ្លៀងទីណាក៏បានពេលណាក៏បានឬក៏ទំហំប៉ុណ្ណាក៏បានតាមចិត្តរបស់ទេវតានោះក៏ប៉ុន្តែគួរឲ្យកត់សម្គាល់ថាពាលហកៈទេវតានេះហាក់ដូចជាមានរូបរាងជាមនុស្សព្រោះមានរឿងព្រេងនិយាយថាព្រះអង្គស្លៀកសម្ពុតមានស្បៃបង្កអាចគង់ក្នុងអិរិយាបថអង្គុញបានផងដែលជាបុគ្គលិកលក្ខណៈនៃមនុស្សទោះជាយ៉ាងណាក្តីអ្វីដែលយើងសង្កេតឃើញជារួមគឺសេះនាគរាហូផ្លុំខ្យល់ដែលស្ថិតនៅប្រាសាទនាគពន្ធសឹងជាហេតុដែលតាក់ទងទៅនឹងទឹកជាពិសេសភ្នាក់ងារជួយឲ្យមានភ្លៀងម្ល៉េះហើយការរៀបចំពិធីសុំទឹកភ្លៀងនៅប្រាសាទនាគពន្ធមានន័យជ្រៅខ្លាំងៗណាស់សម្រាប់អ្នកស្រុកការប្រតិបត្តិទំនៀមបុរាណទាំងនោះបង្ហាញឲ្យឃើញនៅចំណងឥតដាច់របស់មនុស្សនិងមរតកដែលនៅជុំវិញពីជំនាន់មួយទៅជំនាន់មួយ